សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នាពីរបៀប download វីដេអូពី YouTube ឬក៏ពី Facebook ដោយមិនចាំបាច់កម្មវិធី download manager អញ្ចឹងកម្មវិធីដែលខ្ញុំត្រូវណែនាំនេះដែលគឺឈ្មោះថា download helper អញ្ចឹងដំបូងមកគ្នាទៅចូលទៅ browser ដែលមានឈ្មោះថា Firefox នេះកម្មវិធីនេះឬក៏យើងបើកតាមនេះក៏បានអញ្ចឹងយើងបើកកម្មវិធី Firefox មកអូខេកម្មវិធី Firefox ទៅនេះអញ្ចឹងបើសិនជាយើងមិនតន់ដំឡើងកម្មវិធី download helper ទៅយើងចូលក្នុង browser កន្លែង search នេះឬក៏យើងអាច search តាម Google ក៏បានអញ្ចឹងខ្ញុំវាយតាមនេះវាយថា download helper នេះគឺ load មកក្រុមនេះយើង select យកវាមកនេះគឺវាចេញឲ្យហើយតែមាន website add-on Mozilla org នេះអញ្ចឹងយើង select យកលើ video download helper នេះមកពេលនេះដល់ហើយទៅវា load មកជារបៀបយ៉ាងនេះអញ្ចឹងសូមបញ្ជាក់ថាកម្មវិធី download helper នេះមិនមែនយើងយកទៅដំឡើងក្នុងកុំព្យូទ័រទេគឺយើង add វាជាមួយនឹង browser Firefox នេះតែម្ដងអញ្ចឹងយើងយកពាក្យថា add to Firefox ឃើញទេនេះវាកំពុង process អូខេដល់ហើយវា load មកយ៉ាងនេះដល់ពេល load ហើយយកពាក្យថា install ហើយវាឲ្យយើង restart នេះគឺមិនមែនជា restart កុំព្យូទ័រអីទេគឺ restart browser នេះតែម្ដងគឺ restart Firefox នេះអញ្ចឹងយកពាក្យ restart មកវាវា load មកវិញហើយនេះវា load មកវាចេញសញ្ញាយ៉ាងនេះអញ្ចឹងយើងទៅសាកល្បងនៅវីដេអូក្នុង YouTube មើលថាតើវាដំណើរការឬក៏អត់អញ្ចឹងចូលទៅ YouTube ចូលវីដេអូយើងចង់ download អូខេមានរបស់ណាដែលយើងចង់បានរបស់សុទ្ធវិញបាទMy favorite phrase is actually where I'm sitting at. This is the most fun. នេះគឺវាដំណើរការកាលណាវាចេញសញ្ញានេះ load full អញ្ចឹងបានន័យថា download helper នេះវាដំណើរការហើយអញ្ចឹងយើងចុចអាកន្លែងសញ្ញាទូចចុចក្រុមនេះវាចុចមើលដើម្បីជ្រើសរើសយក file យើងយក file វីដេអូណាមួយក៏បានដែរដាក់មកទៅបងប្អូនចូលចិត្តបានន័យថាកម្មវិធី download helper នេះយើងអាចដំណើរការបានតែជាមួយនឹង YouTube អញ្ចឹងនេះវា load មានតែពីរ file ប៉ុន្តែមានវីដេអូខ្លះវា load ច្រើន file ដែលមានលក្ខណៈជា file HD ដែលមានទំហំធំអញ្ចឹងទៅតាមវីដេអូដែលគេបាន upload ចូលអញ្ចឹងនេះចំពោះ YouTube ហើយចំពោះ Facebook ក៏ដូចគ្នាដែរចំពោះ Facebook កាលណាយើង play វីដេអូទៅគឺវាមាន load សញ្ញាដូចគ្នាហើយអញ្ចឹងយើងចុចយកសញ្ញាចុចយកកន្លែងនេះហើយយកពាក្យ download ដូចគ្នាចិត្តទៅគឺវាដំណើរការដូចគ្នាហើយអញ្ចឹងអូខេការបង្ហាញអំពីកម្មវិធីមួយនេះគឺមានប៉ុណ្ណាអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញបងប្អូនអំពី
កម្មវិធី download ផ្សេងទៀតដែលងាយស្រួលនឹង download ដោយមិនចាំបាច់កម្មវិធី download manager ចឹងអរគុណ